សួស្តីក្មេងៗមួយបាទជំរាបសួរបងប្អូនខណៈនេះខ្ញុំបាទកំពុងតែនៅសួនរីកដំណាក់នៅក្បែរបាទនៅខាងក្រោយខ្នងខ្ញុំបាទមានរូបបាទរូបបដិមាមួយតើបងប្អូនស្គាល់រូបបដិមានេះដែរឬទេនៅវីដេអូមុនខ្ញុំបាទបាននិយាយអំពីអំពីការធ្វើតីរដ្ឋយាត្រារបស់វិជិសារៈនិងបងប្អូនរបស់ពួកគេបាទពួកគេកំពុងតែនៅជើងភ្នំកៃឡាស់នៅអាស្រមពតិរិកាបាទអាស្រមពតិរិកាដែលទីនោះហើយដែលអរជុននឹងទៅទីនោះនេះគឺជាមូលហេតុដែលពួកគេរងចាំអរជុននៅទីនោះអស់មួយរយៈពេលកន្លងមកហើយថ្ងៃមួយព្រះនាងទ្រពទីកំពុងតែអង្គុយលេងនៅមាត់ស្ទឹងមួយនៅក្បែរអាស្រមស្រាប់តែឃើញផ្កាមួយតងអណ្ដែតនៅតាមមាត់ស្ទឹងហ្នឹងហើយនាងទ្រពទីបានរើសផ្កានឹងមកកាន់ហើយស្រង់ក្លិនផ្កានេះគឺមានក្លិនឈ្ងុយក្រអូបឈ្ងុយឈ្ងប់ខ្លាំងណាស់ដែលព្រះនាងទ្រពទីមិនដែលធ្លាប់តែឃើញនឹងជួបប្រទះពីមុនមកនោះទេព្រះនាងទ្រពទីចង់ដឹងអំពីប្រភពនៃការនេះទុកក្រាន់ថ្ងៃក្រោយនឹងបានបេះខ្លះដើម្បីយកមកទុកនៅក្នុងអាស្រមដើម្បីឲ្យអាស្រមនឹងមានក្លិននេះគឺជារឿងធម្មជាតិទេដែលស្ត្រីចូលចិត្តការនោះនៅពេលនោះភីមបានដើរមកដល់ទ្រពទីបានបង្ហាញការរបស់នាងដែលបានស្រង់អំពីមាត់ទន្លេពីមាត់ស្ទឹងទ្រពទីបានប្រាប់ភីមថាខ្ញុំចង់បានការនេះមកថែមខ្លះទៀតជាពិសេសគឺចង់ដឹងប្រភពតើវាដុះនៅទីណាតើបងអាចទៅស្វែងរកប្រភពរបស់វាបានដែរឬទេបាទភីមឮដូច្នោះបានទ្រពទីប្រើដូច្នោះភីមរីករាយណាស់នឹងស្វែងរកប្រភពការនេះភីមនៅមិនបង្អង់យូរទេព្រះអង្គធ្វើដំណើរតាមបញ្ច្រាស់ទឹកទៅទិសខាងជើងចេះតែធ្វើដំណើរឆ្ងាយទៅបាទគឺបានន័យថាចាក់ចេញពីអាស្រមនឹងកាន់តែឆ្ងាយមែនតើរហូតបាទចូលព្រៃក្រាស់ហើយនឹងបន្តកាត់ភ្នំកាត់ជ្រោះដងអូនៅតែមិនទាន់ឃើញប្រភពនៃការក៏ប៉ុន្តែក្លិនរបស់វាចាប់ផ្ដើមភាយមកបន្តិចម្ដងតាមបណ្ដោយនៃខ្សែទឹកបាទនៅពេលនោះនៅពេលដែលខណៈដែលភីមកំពុងតែដើរកាត់ព្រៃមួយស្រាប់តែឃើញដុំឈឹកហាក់បីដូចជាដំបូកឬក៏ភ្នំឬក៏ដុំដើមឈើមួយដ៏ធំរាំងស្កាត់ផ្លូវរបស់ព្រះអង្គបាទនៅពេលនោះស្រាប់តែឮសំឡេងបន្លឺឡើងថាតើឯងទៅណាហេតុអីក៏ប្រញាប់ប្រញាល់ម្លេះបាទភីមបានប្រាប់អំពីមូលហេតុរបស់ទ្រង់ដែលថាចង់ទៅរកប្រភពនៃដើមផ្កាប្រភពនៃផ្កានេះមានឈ្មោះថាកុនធីរិកាបាទកុនធីកាបាទឥឡូវខ្ញុំបញ្ជាក់ម្ដងទៀតអំពីឈ្មោះផ្កានេះបាទសោកុនធីកាបាទ
ឈ្មោះការនេះគឺឈ្មោះការសោកុនធីកានេះគឺជាមូលហេតុដែលខ្ញុំធ្វើដំណើរកាត់ទីនេះដើម្បីទៅរកប្រភពនៃដើមការដែលដុះនៅតំបន់នេះបាទនៅពេលដែលភៀមសម្លឹងមើលទៅសំឡេងហ្នឹងស្រាប់តែឃើញមានស្វាមួយដ៏ធំដែលភៀមមិនដែលធ្លាប់ឃើញទាល់តែសោះហាក់បីដូចជាប៉ុនកូនភ្នំមួយទៅហើយបិទភ្នែកពាក់កណ្ដាលហើយភីមបានសួរថាតើឯងជានរណាហេតុអីបានជាឯងមានមាឌធំម្ល៉េះហើយអង្គុយនៅទីនេះហើយយកកន្ទុយមកពាំងផ្លូវរបស់យើងដូច្នេះឆាប់ដកចេញភ្លាមបាទរឿងនេះគឺពាក់ព័ន្ធទៅនឹងរូបហនុមាននៅខាងក្រោយហ្នឹងបាទបងប្អូនឃើញទេរូបហនុមាននៅខាងក្រោយខ្នងទេបាទគឺមានពណ៌សបាទមានពណ៌សដែលគេយកមកដាក់តាំងនៅទីនេះបាទហេតុអីបានជាឯងមករៀបរៀងដំណើររបស់ខ្ញុំតើឯងជានរណាប្រាប់យើងឲ្យដឹងបានដែរឬទេបាទគឺបាទហនុមៈស្វាមួយក្បាលនេះបានប្រាប់ថាបាទមុនដំបូងគឺមិនទាន់ប្រាប់អំពីប្រវត្តិទេគឺសួរនាំចាក់ដោតញុះញង់ធ្វើឲ្យភីមហាក់បីដូចជាខឹងក្រោធជាមួយនឹងហនុមៈឯស្វាមួយក្បាលនេះហើយប្រើសម្ដីត្រគោះបោះបោកហើយហ៊ានប្រយុទ្ធតតាំងជាមួយនឹងស្វាមួយនេះផងដែរបាទនៅទីបំផុតគឺស្វាមួយក្បាលនេះបានសារភាពបានប្រាប់អំពីប្រវត្តិរបស់ព្រះអង្គថាខ្ញុំគឺជាបុត្ររបស់វាយុគឺហនុមានដូច្នេះឯងគឺជាភីមដែលគឺជាប្អូនប្រុសរបស់ខ្ញុំគឺឯងនឹងគឺជាកូនរបស់វាយុផងដែរដូច្នេះយើងទាំងពីរគឺជាបងប្អូននឹងគ្នាបាទនៅពេលនោះគឺអ្នកទាំងពីរបានភីមបានសុំខមាលទោសចំពោះសម្ដីត្រគោះបោះបោកមិនសមរម្យទៅលើបងប្រុសដូច្នេះពីព្រោះភីមនឹងបានស្ដីឲ្យស្វាមួយក្បាលនេះជ្រះឆ្អេះថាហេតុអីបានជាស្វាកញ្ចាស់ឯងនេះពីព្រោះស្វាហ្នឹងគឺមានវ័យចំណាស់ហើយបានប្រាប់ថាគាត់មិនអាចងើបចេញពីទីនេះបានទេពីព្រោះមានវ័យចំណាស់ហើយធ្ងន់ខ្លួនក៏ធ្ងន់ដូច្នេះមិនអាចចាកចេញពីទីនេះបានទេបាទខ្ញុំនិយាយត្រឡប់បន្តិចគឺមានការប្រយុទ្ធគ្នាខ្លះដែរក៏ប៉ុន្តែមុននឹងប្រយុទ្ធស្វាមួយក្បាលនេះគ្រាន់តែប្រាប់ថាតើឯងមានសមត្ថភាពលើកកន្ទុយរបស់ខ្ញុំចាក់ចេញពីផ្លូវនេះបានដែរឬទេបើសិនជាឯងលើករួចនោះឯងអាចធ្វើដំណើរទៅមុខទៀតបានបាទនេះគឺជារឿងរ៉ាវដែលមានការឆ្លោះប្រកែកគ្នាមុននឹងពួកគេបានស្គាល់គ្នាបាទនៅពេលនោះគឺភីមបានសុំទោសគ្រប់បែបយ៉ាងហើយហនុមានបានប្រាប់ថាឥឡូវនេះខ្ញុំចាស់ហើយខ្ញុំចង់ទុកជាចំណងដៃឲ្យឯងតើឯងត្រូវការអ្វីពីបងភីមបានប្រាប់ថាទ្រង់ដូចជាមិនត្រូវការអ្វីពីបងប្រុសនោះទេទង្វើអំបញ្ញមិញនេះគឺវាសមណាស់នឹងទទួលទោសដូច្នេះមិនគួរណានឹងត្រូវបានរង្វាន់អ្វីតបស្នងនោះទេហនុមានបានប្រាប់ថាមិនអីទេព្រះអង្គនឹងប្រគល់ប្រទានវត្ថុអនុស្សាវរីយ៍ជូនភីមមួយតើឯងត្រូវការអីបាទភីមនឹកមួយសន្ទុះប្រាប់ថាទៅអនាគត
ពួកយើងនឹងធ្វើសឹកសង្គ្រាមធំមួយនឹងទូឡើងគឺសង្គ្រាមចម្បាំងរវាងពួកកៅរវៈនៅក្នុងពេលអនាគតឮដូច្នោះហនុមានបានប្រាប់ថាឥឡូវនេះខ្ញុំនឹងធ្វើជាបាទខ្ញុំនឹងអង្គុយនៅលើទង់របស់អរជុននៅលើទង់ដែលដោតនៅលើរទេះចម្បាំងរបស់អរជុននោះខ្ញុំនឹងអង្គុយនៅលើនោះហើយខ្ញុំនឹងប្រើសម្រែកដ៏ខ្លាំងក្លារបស់ខ្ញុំដើម្បីឲ្យប្រជាមិត្តនឹងខ្លោបខ្លាចបាទនៅពេលនោះគឺភីមបានរីណានៅសំណងពោរបស់បងប្រុសហើយក៏បានជំរាបលាហនុមានបានផ្ដាំផ្ញើថាត្រូវប្រយ័ត្នប្រយែងពីព្រោះដំណើរទៅមុខទៀតគឺពិតជាមានការគ្រោះថ្នាក់បាទភីមបានធ្វើដំណើរបន្តទៀតទ្រង់ស្រង់ក្លិនកាន់តែក្រអូបទៅក្រអូបខ្លាំងឡើងបន្តិចក្រោយមកក៏ស្រាប់តែឃើញផ្កាជាច្រើនអណ្ដែតនៅលើផ្ទៃទឹកបាទអណ្ដែតនៅលើផ្ទៃទឹកភីមសប្បាយចិត្តណាស់បានចុះប្រមូលផ្កាពីផ្ទៃទឹកនោះស្រាប់តែមានសំឡេងមួយស្រែកក្តែងថាតើឯងជានរណាឯងមកពីណាហេតុអីបានជាឯងមានសិទ្ធិអីមករើសផ្ការបស់ស្ដេចរបស់យើងដូច្នេះដោយពុំមានការអនុញ្ញាតបាទភីមគឺជាមនុស្សដែលមិនចេះខ្លាចនរណាទេហើយបានប្រាប់ថាវាមិនមែនជារបស់នរណាទេស្ទឹងនេះទន្លេនេះគឺជាទន្លេសាធារណៈហើយរុក្ខជាតិដែលដុះនៅតាមនេះការនេះក៏ជាកម្មសិទ្ធិរបស់អ្នករកគេដែរដូច្នេះយើងមានសិទ្ធិនឹងប្រមូលការទាំងនេះពីព្រោះយើងនឹងយកទៅប្រគល់ឲ្យមហេសីជាទីស្រឡាញ់របស់យើងគឺព្រះនាងទ្រௌបតីព្រះនាងស្រឡាញ់ផ្កានេះខ្លាំងណាស់ពីព្រោះក្លិនក្រអូបរបស់វាទោះបីជាយ៉ាងណាពួកគេទាំងនោះគឺសិតសឹងតែរក្សាគឺសិតសឹងតែពួកយៈមិនស្ដាប់ការដោះសាររបស់ភីមនោះទេឆាកប្រយុទ្ធបានចាប់ផ្ដើមកើតឡើងមួយសន្ទុះក្រោយមកភីមបានសម្លាប់ពួកគេអស់មួយចំនួនហើយសល់ប្រមាណពួកគេរត់ទៅប្តឹងមេរបស់គេបងប្អូនដឹងទេថាតើមេរបស់គេគឺជានរណាពិតណាស់គឺជាស្ដេចនៃទ្រព្យសម្បត្តិបងប្អូននៅចាំបានទេតើនរណាគេគឺជាទេវតានៅប្រចាំទិសខាងជើងដែលជាទេវតានៃទ្រព្យសម្បត្តិគឺព្រះគូរវេឬក៏វេសវណ្ណដែលជាអធិទេពនៃទ្រព្យសម្បត្តិប្រចាំនៅទិសខាងជើងបាទនៅពេលដែលកូនចៅគេទៅប្តឹងទៅផ្ដាល់រួចហើយបាននាំភីមទៅកាន់ទីនោះស្រាប់តែគូរវេនឹងបានស្គាល់ថាពួកយើងគឺជាមិត្តភក្តិនឹងគ្នាទៅតើហេតុអីបានជាឯងបើកឆាកប្រយុទ្ធរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតដូច្នេះបាទនៅពេលនោះមានការសំណេះសំណាលគ្នារោគនិយាយរឿងដើមតងមូលហេតុអីគ្រប់បែបយ៉ាងទាំងអស់នៅពេលនោះបងប្អូនដឹងទេយុទ្ធិសេរៈហើយនឹងខតោតកាច់ដែលជាកូនរបស់ភីមនោះបាត់ឪពុកយូរពេកហើយក៏យុទ្ធិសេរៈហ្នឹងក៏បាននាំខតោតកាច់ហ្នឹងមកតាមដោយព្រះនាងទ្រௌបតីនេះបានប្រាប់អំពីមូលហេតុដែលខតោតភីមហ្នឹងបានចាក់ចេញអំពីអាស្រមតាមទៅរកតែផ្កាឲ្យនាងនៅពេលនោះយុទ្ធិសេរៈហើយនឹងខតោតកាច់នេះបានធ្វើដំណើរយ៉ាងលឿន
បាទហើយព្រោះអីកថាតកាច់ហ្នឹងគឺអាចលឿនជាងសំឡេងហើយយុទ្ធិចរៈជីកលើខ្នងកថាបានដែរយ៉ាងលឿនរួចហើយបានមកដល់មកទាន់ទីមនឹងគូរវេកំពុងតែពិភាក្សាគ្នានិយាយលេងសារសងគ្នាបាទនៅទីនោះគឺគូរវេបានហាមឃាត់ឲ្យយុទ្ធិសារៈឲ្យនៅលេងរស់នៅលេងទីនេះសិនចុះពីព្រោះទីនេះត្រង់ចូលចិត្តណាអំពីបរិយាកាសហើយនៅទីនេះក៏ប៉ុន្តែយុទ្ធិសារៈបានមិនបានស្នាក់នៅទេព្រះអង្គចង់បន្តទៅទិសខាងជើងបន្តិចទៀតស្រាប់តែឮសំឡេងប្រាប់ថាចូលឯងត្រឡប់ទៅវិញចុះត្រឡប់ទៅអាស្រមវិញចុះអរជននឹងមិនចាំបាច់មករកអរជននៅទីនេះទេពីព្រោះអរជននឹងវិលទៅកាន់អាស្រមក្នុងពេលឆាប់បាទឥឡូវនេះខ្ញុំបាទសូមស្លេះតែប៉ុណ្ណេះសិនរឿងរ៉ាវនេះគឺវាតាក់ទងទៅនឹងហនុមាននៅខាងក្រោយហើយហនុមានបានคล้ายខ្លួនទៅជាទង់ប្រចាំកងពលរបស់យុទ្ធិចរៈជាពិសេសគឺនៅលើរទេះចម្បាំងរបស់អរជិននៅពេលខណៈដែលបងប្អូនទៅមើលប្រាសាទចម្លាក់នៅតាមជញ្ជាំងប្រាសាទបងប្អូននឹងឃើញហើយហនុមានអង្គុយនៅលើទង់រាជរថណាមួយនោះគឺពូជពងគេច្បាស់ណាស់គឺជាពូជពងរបស់កៅរវៈហើយបណ្ឌវៈជាមិនខានបាទអរគុណច្រើនសូមជម្រាបលាបាយបាយ